មាសបានស្រកចុះក្រោមបន្តិចវិញក្រោម$3,330នៅក្នុង1អោននៅព្រឹកថ្ងៃអង្គារនេះខណៈអ្នកជួញដូរជុំវិញពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការចរចាសង្គ្រាមពាណិជ្ជកម្មអ្នកវិនិយោគក៏កំពុងរងចាំរបាយការណ៍សេដ្ឋកិច្ចជាច្រើនផងដែរដែលនឹងចេញផ្សាយនៅក្នុងសប្តាហ៍នេះស្ដីអំពីអតិផរណានិងទិន្នន័យការងារប្រចាំខែរបស់ប្រទេសអាមេរិករដ្ឋមន្ត្រីធនាគារអាមេរិកលោក Scott Bessent បានឲ្យដឹងកាលពីថ្ងៃច័ន្ទថាដៃគូពាណិជ្ជកម្មជាច្រើនបានចរចាគ្នាប្រកបដោយប្រសិទ្ធភាពស្របពេលខាងភាគីចិនថ្មីនេះក៏មានបំណងដកចេញនៅរនាំងពន្ធគយមួយចំនួនទៅលើទំនិញអាមេរិកដែលនេះជាចេតនាបន្ធូរបន្ថយភាពតានតឹងមួយផ្នែកទៅលើបញ្ហាពន្ធគយរវាងអាមេរិកនិងចិនលោកបានបន្ថែមទៀតថាវាអាស្រ័យលើរដ្ឋាភិបាលចិនក្នុងការបន្ធូរបន្ថយលើការតានតឹងសង្គ្រាមពាណិជ្ជកម្មនេះសញ្ញាវិជ្ជមានខាងលើបានរុញច្រានឲ្យលុយដុល្លារមានការកើនឡើងមកវិញខ្លះហើយបានដាក់សម្ពាធឲ្យតម្លៃមាសមានការធ្លាក់ចុះមកវិញខ្លះសូមបញ្ជាក់ផងដែរថាអ្នកជួញដូរនិងអ្នកវិនិយោគជុំវិញសកលលោកកំពុងរងចាំទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងសប្តាហ៍នេះដូចជារបាយការណ៍ GDP ក្នុងត្រីមាសទី1នៃដើមឆ្នាំ2025របាយការណ៍អតិផរណានិងការចាយវាយរួមទាំងរបាយការណ៍ការងារដែលនឹងចេញផ្សាយនៅថ្ងៃសុក្រនេះផងដែរដែលនឹងបង្ហាញពីតម្រុយបន្ថែមទៀតលើសុខភាពសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអាមេរិក